ប្រមុខការពារជាតិច្បាស់ណាស់កណ្ដុងគឺតម្រង់ទឹកខ្មាំងសត្រូវមិនដែលមានក្បួនទ័ពណាដែលបង្វែរកណ្ដុងមករកផ្ទះខ្លួនឯងនោះទេឯកឧត្តមនាយឧត្តមសេនីយ៍ទាវស៊ីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានឆ្លើយតបទៅយោធាថៃចោទថាកម្ពុជាបង្វែរកណ្ដុងកាំភ្លើងទៅភូមិស្ថាននិងមន្ទីររបស់យោធាថៃប្រមុខការពារជាតិបានលើកឡើងថានេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជាពេលយើងបំពាក់សភាវុធគឺដើម្បីការពារបូរណភាពទឹកដីច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវមិនដែលមានក្បួនទ័ពណាដែលបង្វែរកណ្ដុងមករកផ្ទះខ្លួនឯងនោះទេឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជាបើតាមឯកឧត្តមនាយឧត្តមសេនីយ៍ជំរឿសសន្តិវិធីគឺជាការចរចារវាងរាជរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយផ្នែកសេដ្ឋកិច្ចនិងផ្នែកផ្សេងៗចំពោះផ្នែកយោធាគឺជាជំរឿសចុងក្រោយយើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជាដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ។